ជំរាបសួរបងប្អូនក្នុងសង្គម YouTube ទាំងអស់គ្នាថ្ងៃនេះខ្ញុំបានប៊ុនលេងដែលមាន Channel YouTube តាប៊ុនលេង Channel ថ្ងៃនេះខ្ញុំបានបើកអាជីវកម្មមួយគឺអាហារដ្ឋានលក់ម្ហូបកំងនិងគ្រឿងក្លែមហើយម្ហូបដែលប្រចាំហាងរបស់ប៊ុនលេងខ្ញុំគឺយីហោប៊ុនលេងលក់ទីដើមចេកដែលមានទីតាំងស្ថិតនៅស្ពានចិត្តពុតគេហៅថាភូមិកំពង់កុលឃុំសំពើពូនក្រុងសំពើពូនស្រុកកោះធំខេត្តកណ្ដាលជាប់ព្រំដែនវៀតណាមអញ្ចឹងបងប្អូនដែលធ្លាប់តែតាមដានវីដេអូនៅក្នុង Channel YouTube របស់ខ្ញុំឥឡូវនេះខ្ញុំបានបើកអាជីវកម្មមួយហើយគឺអាហារដ្ឋានដែលមានទីដើមចេកមានគ្រឿងក្លែមគ្រប់មុខទីក្នុង Channel YouTube របស់ខ្ញុំក៏មានមុខម្ហូបទីដើមចេកនេះដែរឥឡូវនេះការចម្អិនទីដើមចេករបស់ខ្ញុំគឺចាប់ផ្ដើមចម្អិនពីព្រឹកម៉ោង 10 ហ្នឹងខ្ញុំចាប់ផ្ដើមចម្អិនអញ្ចឹងម៉ោង 11 ម៉ោង 12 ថ្ងៃត្រង់អាចនឹងចាន់ហើយអាចនឹងកំងបានអញ្ចឹងបងប្អូនដែលស្គាល់ខ្ញុំដែលនៅជិតខ្ញុំឬថានៅក្នុងក្រុងសំពើពូនដែលធ្លាប់តាមដាន Channel YouTube របស់ខ្ញុំបងប្អូនអាចជួយគ្រប់គ្រងនៅ business របស់ខ្ញុំនេះបានបាទហើយការចម្អិនរបស់ខ្ញុំគឺមានច្រើនមុខមានម្ហូបកំងមានដូចជាទាដើមចេកនេះទាឆាក្តៅមាន់ដុតមាន់ស្រែមាន់ឆាក្តៅមាន់ឆាគ្រឿងមាន់ស្ងោរជ្រក់ស្ងោរតុងយ៉ាងស្មងងាំងើហ្នឹងគឺម្ហូបកំងឲ្យតែមានមួយតែកំងគឺអាចធ្វើជូនពីអាហារដ្ឋានរបស់ខ្ញុំចាប់ផ្ដើមដំណើរការពីខែប៉ុន្តែលក្ខណៈអនឡាញដាច់ប៉ុន្តែជានៅហាងអត់ទាន់មានទទួលទេព្រោះកំពុងតែរៀបចំហាងអញ្ចឹងបងប្អូនដែលគ្រប់គ្រង Channel ខ្ញុំពីដើមមកហ្នឹងសូមជួយ like ឬក៏ comment នៅខាងក្រោមវីដេអូនេះផងដើម្បីជាកម្លាំងចិត្តហើយនឹងជួយ subscribe Channel របស់ខ្ញុំតទៀតដើម្បីទទួលបានមុខម្ហូបជាច្រើននៅពេលដែលខ្ញុំចម្អិនជូនអតិថិជនឬក៏មានមុខម្ហូបថ្មីបងប្អូនអាចគ្រប់គ្រងក្នុង Channel របស់ខ្ញុំទៅដើម្បីទទួលបាននៅមុខម្ហូបថ្មីខ្ញុំនឹង upload ចូលនៅក្នុង Channel YouTube នេះព្រោះពីមុនមកខ្ញុំអត់ទាន់បានលក្ខណៈជាអាហារដ្ឋានទេគឺខ្ញុំម្ហូបខ្ញុំធ្វើជាប្រចាំហូបរាល់ថ្ងៃឬថ្ងៃសម្រាប់ដើម្បីចែករំលែកនៅក្នុងប្រព័ន្ធ YouTube ឥឡូវនេះខ្ញុំចាប់ផ្ដើមចម្អិនហើយក៏បានបើកអាហារដ្ឋានមួយដែរហើយបងប្អូនផ្អាកមើលទីដើមចេកនេះសិនទៅមើលទេសភាពដែលខ្ញុំរៀបចំបើកហាងអាហារដ្ឋានរបស់ខ្ញុំជួយ subscribe channel ខ្ញុំម្នាក់មួយផងណាបងប្អូនដើម្បីទទួលបានវីដេអូថ្មីទៀតហើយនេះគឺជាទីតាំងរបស់ខ្ញុំចាប់ផ្ដើមរៀបចំបើកហើយឥឡូវនេះកំពុងតែដេក័រនិងរៀបចំធ្វើហើយទីតាំងនេះបងប្អូនអាចមើលទេសភាពនៅខាងនេះគឺផ្លូវទៅបឹងអាហ្នឹងមកទៅបឹងតាមព្រែកហើយនេះគឺផ្លូវចូលមកពីថ្នោតជាតិចូលមកថ្នោតជាតិទៅចូលមកប្រហែលជា300 ម៉ែត្រមកដល់ហាងនេះហើយនេះតូបបកខ្មៅនេះហើយនឹងតូបបកខៀវតិចទៀតមានកៅអីឲ្យភ្ញៀវអង្គុយលេងហើយនៅតិចទៀតទឹកចូលមកមានព្រែកមានទឹកមានអីហ្នឹងអាចអង្គុយមើលស្ទូចត្រីស្ទូចអីលេងបានណាបងប្អូនហើយម្ហូបប្រចាំហាងគឺទាដើមចេកហើយនេះគឺជាតូបចម្អិនអាហាររបស់យើងមិនទាន់បានដេក័រទេទើបតែសាងសង់រួចហើយនេះគឺរៀបចំកន្លែងឲ្យភ្ញៀវអង្គុយដែលគាត់ចង់មកដល់កន្លែងអញ្ចឹងណាកំពុងតែរៀបចំអត់ទាន់ហើយទេក្នុងវីដេអូនេះខ្ញុំកាន់ផកតែម្ដងនេះគឺកន្លែងចម្អិនអាហាររបស់យើងអញ្ចឹងនៅក្នុង Channel YouTube បងប្អូនអាចគ្រប់គ្រងវីដេអូរបស់ខ្ញុំបានណាដើម្បីទទួលបានវីដេអូថ្មីទៀតហើយម្ហូបដែលមានប្រចាំថ្ងៃរាល់ថ្ងៃគឺទីដើមចេកនេះឯងបងប្អូនមើលម្ហូបដែលយើងធ្វើគឺទំនងឬអត់អញ្ចឹងជួយ subscribe channel ខ្ញុំម្នាក់មួយផងណាបងប្អូនបាទហើយវីដេអូនេះអត់ទាន់វែងទេគឺខ្ញុំគ្រាន់តែបើកទំព័រវីដេអូថ្មីសម្រាប់បងប្អូនទាំងអស់គ្នាអញ្ចឹងអរគុណសម្រាប់ការតាមដានទស្សនាវីដេអូដំបូងនៅការបើកអាជីវកម្មរបស់ខ្ញុំបាទសូមអរគុណសូមជម្រាបលា